ខ្ញុំចូលចិត្តទ្រឹស្ដីមួយដែលគេនិយាយថាបដ ாய் ឲ្យរឿងនឹងកើតឡើងបើមានណាគេស្អប់យើងបដ ாய் ឲ្យគេស្អប់យើងទៅមិនបាច់ទៅព្យាយាមបកស្រាយរកខុសរកត្រូវអីទេស្វាគមន៍មកកាន់ឆាកជីវិតពិតធម្មតារឿងអាក្រក់វាតែងតែកើតមានក្នុងជីវិតទេសូម្បីតែឥឡូវហ្នឹងយើងអត់ដឹងថាតើមានរឿងអីកើតឡើងខ្លះលើโลกនេះទេឥឡូវហ្នឹងអ្នកខ្លះអាចកំពុងជួបបញ្ហាគ្រួសារហើយក៏ប្រហែលជាមានអ្នកខ្លះទៀតកំពុងតែបែកបាក់ស្នេហាផងបញ្ហាទាំងអស់ហ្នឹងគឺសុទ្ធតែជារឿងដែលកើតឡើងអត់ព្រៀងទុកនៅក្នុងជីវិតរបស់មនុស្សម្នាក់អ្នកខ្លះកំពុងតែជួបរឿងល្អអ្នកខ្លះទៀតកំពុងតែជួបរឿងអាក្រក់ហើយអត់មានវិធីណាដែលអាចឲ្យយើងគ្រប់គ្រងអាបញ្ហាទាំងអស់ហ្នឹងកុំឲ្យវាកើតឡើងបានទេអីដែលយើងអាចធ្វើបានគឺមានតែទទួលស្គាល់ការពិតដែលកើតឡើងហ្នឹងហើយព្យាយាមធ្វើយ៉ាងណាកែប្រែវាកុំឲ្យយើងជួបបញ្ហាអាក្រក់ហ្នឹងម្ដងទៀតតែខ្ញុំជឿថាទោះបីពេលខ្លះយើងបានព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយក៏វាអត់អាចដោះស្រាយបញ្ហាដែលកើតឡើងក្នុងជីវិតយើងបានទាំងស្រុងដែរបើឥឡូវហ្នឹងទាំងអស់គ្នាកំពុងជួបបញ្ហាអាក្រក់ណាមួយនៅក្នុងជីវិតបដោយវាឲ្យកើតឡើងទៅបើដោះស្រាយបានទេតម្លាក់ចោល